នេះខ្ញុំនឹងទិញលៀសហាលដើម្បីយកទៅញ៉ាំនៅកាមេកាហ្វេហើយខ្ញុំនឹងសុំមួយចានថតរូបអ្នកគ្នាឥឡូវនេះកំពុងតែចេញទៅហើយដោយសារតែខ្ញុំកំត្រគាត់យូរអ្នកគ្នាប៉ុន្តែដែលបានទៅជួបគាត់ក្រោយនេះលេងមួយគ្នាអីទេធ្លាប់ជួបដែរប៉ុន្តែអត់ហ៊ានទៅនិយាយមួយគាត់ចឹងណាចឹងថ្ងៃនេះគឺខ្ញុំមកហាងកាហ្វេរបស់គាត់មកដោយសារតែថ្ងៃនេះគឺជា grand opening របស់កាមេកាហ្វេហ្នឹង guys ហើយមិត្តភក្តិរបស់គាត់អីចឹងគឺគាត់បានមកគាំទ្រគ្នាច្រើនខ្លាំងមែនតើហ្មងណាបើនិយាយពីអ្នកលក់វិញអូយគាត់ហត់មែនតើហ្មងអ្នកគ្នាតាំងពីព្រឹកអីចឹងទៅហើយខ្ញុំមកនេះមកប្រហែលជា2ថ្ងៃដល់គ្នាប៉ុន្តែទឹកមុខនៅស្រស់ញញឹមស្គាល់គាត់ដំបូងគេហ្នឹងដោយសារ YouTube ដល់គ្នាកាលនោះគេរបស់ YouTube ខ្លាំងមែនតើហ្មងហើយខ្ញុំស្គាល់គាត់តាំងពី2019អីណាគ្នា2018 19ណាហើយខ្ញុំក៏បានឆាតទៅគាត់ទេណាគ្នាហើយទៅក៏គាត់ថាហាថ្ងៃណាមួយយើងនឹងបានថតជាមួយគ្នាឡើយបានហើយណាគ្នាអើយទស្សនភាពនៅក្នុងហាងកាហ្វេមួយនេះណាគ្នាមានតាំងពីបន្លែស្លកោហើយមានដើមចេកច្រើនខ្លាំងមែនតើនិយាយទៅប្លែកភ្នែកហ្មងណាហើយមកនិយាយពីតុកគេអង្គុយនឹងវិញគឺលក្ខណៈបែបដោះតង់ណាចឹងឥឡូវនេះគឺខ្ញុំមកដល់ខ្ញុំមានអារម្មណ៍ថាខ្ញុំស្លេកខ្លាំងចឹងហើយក៏ apply lipstick ម្ដងទៀតចឹងណាអ្នកគ្នាខ្វះគេដែរណាអង្គុយ apply lipstick នេះដោយសារតែខ្ញុំឃើញបងចានគាត់ហត់ហើយអ្នកគ្នាទៅមនុស្សស្មៅច្រើនដល់ពេលចឹងទៅគាត់ហត់គាត់អីចឹងហើយនៅខាងនោះវាក្តៅខ្ញុំក៏បានយកជើងម៉ាអីហ្នឹងយកមកអង្គុយនៅនេះវិញគេតិចអស់អ្នកគ្នាឃើញគាត់រវល់ពេកចឹងទៅក៏ខ្ញុំអត់តន់ហ៊ានទៅសុំគាត់ថតឲ្យអ្នកគ្នាខ្ញុំវិញឡើងបែកញើសពេញហ្នឹងហ្មងតែអ្នកគ្នាមកអីចុះមកពេលព្រឹកឬក៏ពេលល្ងាចអីអាហ្នឹងគួរសមអ្នកគ្នាដោយសារវាស្អីក្តៅខ្ញុំវិញឡើងបែកញើសពេញហ្នឹងហ្មងប៉ុន្តែដោយសារតែនៅនៃសបោដើមចេកចឹងហើយក៏វាមិនសូវក្តៅណាស់ណាដែរអ្នកគ្នាណាមួយទៀតហ្នឹងគឺប៉ាបងចាគាត់បានបាញ់ទឹកបាញ់អីនៅលើអាគ្រួហ្នឹងចឹងទៅក៏វាស្អីក្តៅខ្លាំងពេកចឹងណាតាមផ្ដាំយកលីហាយកមកញ៉ាំឲ្យអ្នកគ្នានេះកាន់មកហើយមុនហ្នឹងក៏បានសួរបងចាដែរថាយកអីមកញ៉ាំបានអត់ហើយគាត់ថាអូខេចឹងហើយក៏ខ្ញុំយកមកញ៉ាំហ្មងទៅចូលខ្លាំងលក់ឡើងសក់ឡើងនេះហើយបងដល់បងឯងតោះមកទៅខ្ញុំបានដល់ជាមួយនឹង fresh coconut matcha អ្នកគ្នាហើយនេះវាគឺជាតុកដែលខ្ញុំកំពុងតែអង្គុយថាឥឡូវនេះត្រីមកយើងរួចរាល់ចឹងខ្ញុំមកភ្លក់រសជាតិឲ្យអ្នកគ្នាមើលនៅលើកែវហ្នឹងគឺមានពាក្យថា matcha coconut ហើយមានឈ្មោះយេនៅលើហ្នឹងមានបេះដូងខ្ជូតណាស់អ្នកគ្នាលើចាប់ផ្ដើមហើយអ្នកគ្នាពេលដែលយើងញ៉ាំហ្នឹងគឺយើងត្រូវកូរវាឲ្យសព្វជាមួយនឹងទឹកដូងសិនអ្នកគ្នាទឹកដូងនេះគឺជាគាត់អត់ប្រើជាមួយនឹងដូងក្អមទេអ្នកគ្នាប្រើដូងធម្មតាប៉ុន្តែញ៉ាំទៅ fresh ដូចឈ្មោះមែនណាអ្នកគ្នាខ្ញុំអត់យកស្ករទេណាអ្នកគ្នាស្រូបស៊ូក៏មកអ្នកគ្នាទៅផ្អែមចេញពីទឹកដូងដោយសារតែបងចាញ់គាត់ recommend ណាបើយកស្ករឲ្យអត់ញ៉ាំមួយទឹកដូងអញ្ចឹងឆ្ងាញ់អញ្ចឹងក៏ខ្ញុំតាមបងចាញ់ទៅអញ្ចឹងណាឥឡូវនេះយើងចាប់ផ្ដើមថតរូបกันអ្នកគ្នាថតមកស្អាតខ្លាំងហ្មងប្លង់ថតរូបលយហ្មងញ៉ាំបាយអ្នកគ្នាញ៉ាំបាយមួយលះហើយខ្ញុំទិញមកច្រើនខ្លាំងមែនតើហ្មងហើយជាតិខ្លាំងណាស់អ្នកគ្នាខ្ញុំ edit វីដេអូនេះ clear ម្ដងទៀតហ្មងបងនេះរៀងខ្វះគេដែរតែលែងខ្វះអ្នកគ្នាញ៉ាំ matcha ហូងញ៉ាំកាហ្វេតែអ្នកគ្នាកាហ្វេសេនោះនេះក៏ឆ្ងាញ់ដែរហើយខ្ញុំបើឡើងអស់ហើយអ្នកគ្នាអើយគិតមិនឡើយនេះឥឡូវញ៉ាំទៀតហើយអ្នកគ្នាពេលដែលញ៉ាំហើយពេលដែលហឹលអ្នកគ្នាយើងអស់អីញ៉ាំអូយសែតខ្លាំងមែនតើដល់ពេលយើងញ៉ាំហើយយើង apply ទៀតអ្នកគ្នាអូយធ្វើស្អាតហ្មងអ្នកគ្នាខ្ញុំភ្លេចប្រាប់ខ្ញុំមិនមែនធំតែបានថតមួយបងចែនណាបងជីនហើយបងរយក៏ខ្ញុំបានថតជាមួយដែរអ្នកគ្នានេះទៅ fan គាត់យូរដែរមានចង់និយាយចឹងឥឡូវនេះវីដេអូរបស់យើងគឺបានដល់ទីបញ្ចប់អ្នកគ្នាអរគុណខ្លាំងមែនតើហ្មងជូនពរឲ្យបងចែនលក់ដាច់